ញ៉ាំរៀងច្រើនដែរប៉ុន្តែនៅតែឃ្លានមានអ្នកសង្ស័យជាមួយខ្លួនឯងថាអេយើងញ៉ាំអាហារដូចច្រើនដែរប៉ុន្តែចេះតែចង់ញ៉ាំចំណីកពិកកប៉ុកជាបចប់រហូតអញ្ចឹងយើងមកមើលពីមូលហេតុទាំងអស់គ្នាថាមូលហេតុអីបានយើងនៅតែឃ្លានទី1គឺអ្នកទាំងអស់គ្នាញ៉ាំអាហារច្រើនមែនប៉ុន្តែយើងញ៉ាំអាហារដែលវាអត់មានគុណភាពជាធម្មតារាងកាយយើងគឺយើងចាំបាច់ត្រូវការសារជាតិអាហារអ្នកទាំងអស់គ្នាគឺមាននៅក្នុងដូចជាប្រូតេអ៊ីនកាបូហីដ្រាតខ្លាញ់ល្អជាតិកាកសៃ fiber សារធាតុរ៉ែផ្សេងខ្ញុំលើកឧទាហរណ៍ថាយើងញ៉ាំជាមីមួយកញ្ចប់យើងបានបរិមាណរៀងច្រើនដែរប៉ុន្តែវាអត់មានសារជាតិអាហារអីទេវាមានតែដូចកាបូហីដ្រាតហើយនឹងជាតិខ្លាញ់អញ្ចឹងអ្នកទាំងគ្នាប៉ុន្តែសារជាតិរ៉ែនិងវីតាមីនផ្សេងវាអត់មានខ្លះទៀតញ៉ាំល្អមែនប៉ុន្តែចង់ស្រកញ៉ាំតែបន្លែឬមួយញ៉ាំតែផ្លែឈើអញ្ចឹងនៅពេលដែលយើងញ៉ាំបន្លែផ្លែឈើហ្នឹងវាល្អហើយប៉ុន្តែយើងអត់មានញ៉ាំជាប្រូតេអ៊ីនបន្ថែមកាបូហីដ្រាតអីបន្ថែមអ្នកខ្លះខំប្រឹងប្រអត់អាហារទោះបីញ៉ាំតិចប៉ុណ្ណាក៏នៅតែអត់ស្រកដែរដោយសារតែរាងកាយយើងវាបានសារជាតិអាហារគ្រប់គ្រាន់សំខាន់មែនទែននៅក្នុងការដែលយើងត្រូវជ្រើសរើសអាហារញ៉ាំឲ្យវាមានគុណភាពឲ្យវាមានតុល្យភាពហើយនឹងសារជាតិអាហារឲ្យបានគ្រប់គ្រាន់ផងដែរចំណុចមួយដែលអ្នកដែលគាត់ចង់ស្រកគីឡូភាគច្រើនគាត់ចង់ស្រកហើយគាត់ធ្វើអត់បានជោគជ័យដោយសារយើងអត់បានដឹងពីតកតងនឹងការបែងចែកអាហារវាមានតុល្យភាពបានធ្វើឲ្យយើងនៅតែស្រកគីឡូអត់បានជោគជ័យពីរយើងនៅញ៉ាំពួកប្រភេទអាហារដែលវាមានជាតិស្ករខ្ពស់ច្រើនតែអ្នកនរគ្នានៅញ៉ាំអាហារដែលវាមានជាតិស្ករខ្ពស់ច្រើនវាធ្វើឲ្យជាតិស្ករនៅក្នុងសរសៃឈាមយើងឡើងចុះលឿនដែរពេលដែលយើងញ៉ាំចូលទៅជាតិស្ករយើងឡើងអាហ្នឹងធ្វើឲ្យអ្នកនរគ្នាមានកម្លាំងហើយអ្នកខ្លះល្ងួយគេងប៉ុន្តែនៅពេលដែលវាឡើងលឿនវាចុះវិញក៏លឿនដែរជាមូលហេតុមួយនៅពេលដែលជាតិស្ករយើងចុះគឺនឹងធ្វើឲ្យអ្នកនរគ្នាឃ្លានទៀតហើយចំណុចទី3គឺការដែលយើងសម្រាប់អត់បានគ្រប់គ្រាន់នៅពេលដែលអ្នកនរគ្នាសម្រាប់អត់បានគ្រប់គ្រាន់ជាមូលហេតុមួយដែលធ្វើឲ្យរាងកាយយើងវាមានការបញ្ចេញអរម៉ូន stress រឹតតែច្រើនណានឹងធ្វើឲ្យអ្នកនរគ្នាគឺឃ្លានពិបាកនៅក្នុងការគ្រប់គ្រងការឃ្លានរបស់ខ្លួនឯង